បាទជំរាបសួរបងប្អូនអរគ្នាសាជាថ្មីម្ដងទៀតអរគុណព្រះអង្គថ្ងៃនេះយើងនឹងបន្តថ្នាក់ភាសាអង់គ្លេសរបស់យើងទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពី Unit 2 ដដែលអំពី Personal Stories បាទហើយយើងចូលដល់ Lesson D យើងរៀនអំពី Reading បាទ Reading គឺយើងរៀនអំពីការអានទាក់ទងជាមួយនឹងការអាន article បាទឬក៏ paragraph អញ្ចឹងការអានរបស់យើងថ្ងៃនេះយើងអំពី how embarrassed បាទអញ្ចឹងមានន័យថារបៀបដែលធ្វើឲ្យមានភាពខ្មាស់អៀនបាទតើឬក៏លក្ខណៈនៃភាពខ្មាស់អៀនហ្នឹងតើមានលក្ខណៈផ្សេងៗពីគ្នាបែបណាតើមានន័យថាតើមានហេតុការណ៍ខ្លះដែលធ្វើឲ្យយើងទទួលអារម្មណ៍ថាយើងខ្មាស់អៀនឬក៏អៀនខ្មាស់បាទអញ្ចឹងយើងនឹងរៀនជាមួយគ្នាដោយការអានអត្ថបទរបស់គ្នាបាទតោះអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹង student times បាទតកតងជាមួយនឹងម៉ោងសិក្សាបាទម៉ោងសិក្សា student time មិនមែនពេលវេលាសិស្សទេមានន័យថាជាម៉ោងសិក្សាបាទតកតងមួយម៉ោងសិក្សាមួយដែលគេនិយាយតកតង embarrassing experience by Jack Preston បាទមានន័យថាជាការមានន័យថាភាពអាម៉ាស់ឬក៏អារម្មណ៍ដែលខ្មាស់អៀនណាមួយមានន័យថាបទពិសោធន៍នៃភាពខ្មាស់អៀនឬក៏អាម៉ាស់ណាមួយដែលលោក Jack Preston ហ្នឹងបាទ Last week student times report Jack Preston as students បាទអញ្ចឹងនេះកាលពីមានន័យថាតកតងកាលពីសប្តាហ៍មុនហ្នឹងបាទនៅម៉ោងសិក្សាហ្នឹងគឺមានការធ្វើជា report មួយឬក៏របាយការណ៍មួយដែលលោក Jack Preston គាត់បានសួរទៅសិស្សបាទ What's the most embarrassing experience you ever had មានន័យថាតើអ្វីបាទតើអ្វីជាបទពិសោធន៍ក្នុងការដែលធ្វើឲ្យយើងមានន័យថាមានអារម្មណ៍ខ្មាស់អៀនឬអាម៉ាស់ខ្លាំងបំផុតបាទដែលយើងធ្លាប់មានណា Here are 5 of his favorite responses បាទអញ្ចឹងហើយទាំងនេះមានន័យថាមានចំណុចគួរឲ្យចាប់អារម្មណ៍ចំនួន5ដែលសិស្សបានឆ្លើយតបមកបាទអញ្ចឹងមុនពេលយើងចូលទៅដល់ការអានអត្ថបទរបស់សិស្សទាំង5ហ្នឹងដែលមានន័យថាភាពអាម៉ាស់របស់សិស្សទាំង5ហ្នឹងយើងនឹងស្ដាប់បាទ track ជាមួយគ្នាដើម្បីជួយឲ្យយើងអាចអានអត្ថបទហ្នឹងបានកាន់តែល្អពីព្រោះពេលដែលយើងស្ដាប់ track ទៅយើងស្ដាប់អំពីសំឡេងរបស់ជនជាតិដើមដែលគេបានអានមុនយើងមកហើយយើងអាច follow យើងអាចអានតាមឬក៏ repeat តាមដើម្បីជួយឲ្យយើងអានអត្ថបទរត់តែបានត្រឹមត្រូវបាទអញ្ចឹងយើងនឹងចាប់ដើមស្ដាប់ track ទាំងអស់គ្នា Lesson D. Okay, How embarrassing. Page 20. Exercise 1. Reading. Reading. Student times. Home, metro, sports, opinions, arts, photos, videos, search. Embarrassing experiences by Jack Preston. Last week, Student Times reporter Jack Preston asked students, "What's the most embarrassing experience you've ever had?" Here are 5 of his favorite responses. This happened at work a few years ago. I was on an elevator and a man got on that I didn't know. He asked, "How are you?" I answered, "Pretty good." Then he asked, "What's new?" And I said, "Nothing much." Finally, he turned and said, "Do you mind?" He was on his cell phone. I was so embarrassed. Susan. Susan. I sing all the time. One time, a few years ago, I was singing in the shower when my sister came into the bathroom and recorded me. Later, we were driving, and my sister put on some music. It was me. I was really embarrassed and turned bright red. Becky. Fell asleep in math class once. I closed my eyes for a second, and the next thing I remember is my teacher's voice. He was asking me a question. When I didn't answer, he walked over to my desk. He asked the question again. Alex. My friend's parents had a birthday party for her at their new house last year.
They had these glass doors that went out to the backyard. We were all outside, and I had to use the restroom. So I was running to the house, and then, bam! I hit the glass doors. I was really confused for a minute. I thought they were open, but they were closed. Anita ចឹងនេះជា experience នៃ embracing When I was in middle school, I bought this cool new sweater. I wore it to a school dance the next evening, and everyone laughed at me when I came in. The sweater was inside out. So I went into the restroom to change and came back out. Everyone laughed at me again. Ever. បាទអញ្ចឹងនេះគឺជាមានន័យថាជាបាទ embracing experience បាទរបស់សិស្សទាំង5បាទទី1គឺ Susan ទី2គឺ Becky ទី3គឺ Alex ទី4គឺ Anita ហើយទី5គឺ Eva អញ្ចឹងលោកគ្រូនឹងបកប្រែដើម្បីឲ្យបងប្អូនងាយយល់អំពីparagraph ទាំង5នេះបាទទាក់ទងជាមួយសត្វទាំង5ហ្នឹងហើយយើងនឹងស្វែងយល់តើជាភាសាខ្មែររបស់យើងតើភាពអាម៉ាស់ឬភាពខ្មាស់អៀនរបស់ពួកគាត់កើតឡើងដោយរបៀបណាដែរនៅទីណាដែរនៅពេលណាដែរអូខេអញ្ចឹងយើងនឹងចាប់ដើមជាមួយគ្នាប៉ុន្តែមុននឹងលោកគ្រូបកប្រែឲ្យបងប្អូនទាំងអស់គ្នាបានយល់អំពីអត្ថបទនេះលោកគ្រូនឹងបង្ហាញអំពីពាក្យគន្លឹះមួយចំនួនណាហើយដូចជានៅលើ slide នេះលោកគ្រូបានបង្ហាញទាក់ទងជាមួយនឹងអក្សរពណ៌ក្រហមហ្នឹងគឺជាពាក្យគន្លឹះដូចជា get on ដូចជា pretty good what's new ដូចជា do you mind put on ហើយនឹង went out បាទអញ្ចឹងយើងចាប់ដើមពី vocabulary សិនហើយចាំយើងមកបកប្រែដើម្បីស្វែងយល់ពីអត្ថន័យអូខេអញ្ចឹងយើងមើល vocabulary របស់យើងថ្ងៃនេះ go on មានន័យថាវាស្មើនឹងពាក្យ get on វាជា past របស់ get បើ got សំទោស not go on គឺ got on មានន័យថាស្មើនឹងពាក្យ get on ណាស្មើនឹងពាក្យថាមានន័យថាចូល get on ចូលបាទ got on បានចូល pretty good ស្មើនឹងពាក្យថា fine មានន័យថាសុខមិនសុខទេប៉ុន្តែសុខនៅកន្លែងនេះមានន័យថាវាអត់ well ទេមានន័យថាវាអត់សុខខ្លាំងទេគ្រាន់តែយើងសុខដែរយើងសុខមានន័យថាយើងជាទូទៅរបស់ខ្មែរនេះគឺសុខសប្បាយបាទសុខតែទឹកមុខវាស្មើមែនទេបាទអូខេ what's new វាស្មើនឹងពាក្យ what's going on ឬក៏ what's happening អញ្ចឹង what's new នេះមានន័យថាតើអ្នកមានបញ្ហាអីអត់បាទ what's new what's happening តើអ្នកមានអីកើតឡើងបាត់នៅក្នុងជីវិតរបស់អ្នកអញ្ចឹងគេសួរ what's new នោះដើម្បីចាំដឹងពីជីវិតរបស់យើងមកថ្ងៃនេះតើមានរឿងអីអត់មានបញ្ហាអីអត់អូខេបាទ do you mind មានន័យថាតើអ្នកមានអីមែនអ្នកមានបញ្ហាអីមែននៅពេលដែលយើងនិយាយទៅបាទយើងជាឆ្លើយតបតែយើងអត់បានមានន័យថាអត់បានខ្វល់ខ្វាយឬក៏យើងមានបញ្ហាច្រើនទេមិត្តភក្តិរបស់យើងក៏ចាប់បានសួរខ្ញុំឃើញមកគេសពូនមានបញ្ហាអីមែនមាននឹងអីមែនមានអីមែនបាទឬក៏យើងឆ្លើយតបមានន័យថាគេនិយាយទៅអ្នកផ្សេងទេប៉ុន្តែយើងអត់ដឹងយើងស្មានគេនិយាយមករកយើងតែយើងបែរជាឆ្លើយតបទៅគេចាំគេសួរយើងណាបាទ do you mind តែអ្នកមានអីមែនខ្ញុំមកបាននិយាយមួយអ្នកឯងផងណា do you mind តែអ្នកមានអីមែនមិនបាននិយាយមួយខ្ញុំមកបាននិយាយមួយអ្នកផងហ្នឹងទេចឹងគេប្រើ clear do you mind ហ្នឹងឯងណាអូខេ put on មានន័យថាពាក់បើយើងនិយាយពីសម្លៀកបំពាក់វិញសម្លៀកពាក់វិញគឺមានន័យថា put on dress ឬក៏ put on clothes បាទតែបើនៅក្នុង music យើងប្រើពាក្យ put on មានន័យថាវាចាក់តន្ត្រីចាក់ចម្រៀងអញ្ចឹង put on the video put on the music អីចឹងទៅបាទ when out វាស្មើនឹងពាក្យថា go out មានន័យថាចេញក្រៅ go out ចេញក្រៅបាទអញ្ចឹងថ្ងៃនេះលោកគ្រូមាន vocabulary ចំនួនតែ6ទេបាទ got on បាទស្មើនឹងពាក្យ get on pretty good ស្មើនឹងពាក្យ fine what's new do you mind put on and then went out ស្មើនឹងពាក្យ go out អូខេតោះអញ្ចឹងយើងមើលទៅក្នុងអត្ថបទរបស់យើងវិញបាទអញ្ចឹងលោកគ្រូនឹងអានអំពី Susan តែម្ដងបាទអញ្ចឹងយើងមើលបទពិសោធន៍របស់ Susan ភាពអាម៉ាស់របស់ Susan វិញតោះ This is happened at work
few years ago បាទរឿងទាំងនេះរឿងនេះវាបានកើតឡើងនៅឯកន្លែងធ្វើការកាលពីប្រហែលឆ្នាំមុនណា I was on elevator ហើយខ្ញុំបាននៅក្នុងចណ្ដើរយូរមួយឬក៏ចណ្ដើរយន្តប្រអប់បាទ elevator គឺចណ្ដើរប្រអប់ដូចនៅEON នេះគេមានចណ្ដើរយន្តប្រអប់និងចណ្ដើរជើងប៉ុន្តែ elevator នេះសំដៅទៅលើចណ្ដើរប្រអប់ដែលយើងចូលដូចនៅក្នុងបន្ទប់អញ្ចឹងណាបាទ and a man got on that I didn't know ហើយក៏មានបរិសុទ្ធម្នាក់បានចូលមកនៅក្នុងចណ្ដើរប្រអប់នឹងដែរហើយដែលខ្ញុំអត់បានដឹងទាល់តែសោះបាទ He asked how are you បាទហើយបរិសុទ្ធម្នាក់ហ្នឹងក៏បានសួរថាតើអ្នកសុខសប្បាយទេ I answer pretty good ហើយខ្ញុំក៏បានឆ្លើយទៅគាត់វិញថាខ្ញុំអត់អីទេបាទ I'm fine បាទគឺក៏ pretty good ហ្នឹង Then he asked បន្ទាប់មកគាត់ក៏បានសួរទៀតដែរបាទ What's new តើអ្នកមានរឿងអីអត់តើអ្នកមានរឿងអីមែនបាទហើយ and I said ហើយខ្ញុំក៏បាននិយាយថា nothing much បាទអត់មានអីទេ nothing much អត់មានអីទេ okay Finally he turned and said do you mind បាទចុងក្រោយគាត់ក៏យ៉ាងម៉េចគាត់ក៏បានបែរខ្លួនរបស់គាត់មកហើយគាត់និយាយថាបាទអ្នកមានអីមែនអ្នកមានបញ្ហាអីមែន He was on his cell phone គឺគាត់បាទនិយាយគាត់បាននិយាយទូរស័ព្ទគឺគាត់និយាយទូរស័ព្ទរបស់គាត់ I was so embarrassed បាទខ្ញុំពិតជាខ្មាស់អៀនមែនតើអញ្ចឹងយើងមើលរឿងរ៉ាវរបស់ស៊ូសានគឺគាត់នឹងបរិសុទ្ធម្នាក់ទៀតដែលអត់ដែរស្គាល់គ្នាទេហើយស៊ូសានគាត់បានឆ្លើយឆ្លងជាមួយបរិសុទ្ធម្នាក់ហ្នឹងនៅក្នុង elevator គឺនៅក្នុងចណ្ដើរយន្តប្រអប់ហ្នឹងប៉ុន្តែស៊ូសានអត់ដឹងទេថាបរិសុទ្ធម្នាក់ហ្នឹងគាត់និយាយទូរស័ព្ទមិនបាននិយាយជាមួយគាត់នោះទេហើយចុះបងប្អូនអរគ្នាធ្លាប់មានបទពិសោធន៍នៅពេលដែលឆ្លើយឆ្លងជាមួយអ្នកដទៃប៉ុន្តែគេអត់និយាយមួយយើងទេគេនិយាយជាមួយអ្នកដទៃប៉ុន្តែយើងនេះចេះតែឆ្លើយឆ្លងយើងធ្លាប់មានបទពិសោធន៍ហ្នឹងអត់បើមានហើយជាអ្នកនរគ្នាដូចស៊ូសានណាអូខេទី2គឺ Becky បាទ I sing all the time បាទខ្ញុំតែងតែច្រៀងឬក៏ខ្ញុំច្រៀងរហូតបាទខ្ញុំច្រៀងរហូត One time a few years ago នៅពេលមួយប្រហែលឆ្នាំមុន I was singing in the shower where my sister came into the bathroom and recorded me បាទអញ្ចឹងខ្ញុំបានកំពុងច្រៀងនៅក្នុងនៅកន្លែងមួយទឹកឬក៏ខ្ញុំបានកំពុងច្រៀងនៅពេលដែលមួយទឹកហ្នឹងពេលនោះបងស្រីរបស់ខ្ញុំបានចូលមកបន្ទប់ទឹកហើយបានថតសំឡេងរបស់ខ្ញុំបាទឬក៏ថតសំឡេងខ្ញុំ Later we were driving បាទក្រោយមកពួកយើងបានកំពុងបើកបរ and my sister put on some music ហើយបងស្រីរបស់ខ្ញុំគាត់ក៏បានចាក់តន្ត្រីបាទ It was me ហើយតន្ត្រីសំឡេងតន្ត្រីឬក៏ចម្រៀងនោះគឺជាខ្ញុំ I was really embarrassed and turned private ហើយមកទៅខ្ញុំគឺពិតជាមានអារម្មណ៍ថាខ្មាស់អៀនមែនទែនហើយខ្ញុំចាប់ដើមមានន័យថាចាប់ដើមអៀនរហូតដល់ធ្វើឲ្យមុខនឹងឡើងក្រហមបាទនេះ turn bright red មានន័យថាធ្វើឲ្យមុខនឹងឡើងក្រហមយើងអៀនណាខ្ញុំធ្លាប់អ្នកណាម្នាក់ដែលគាត់អៀនរហូតដល់ក្រហមមុខក្រហមមកបាទអញ្ចឹងយើងមើល Becky ភាពអាម៉ាស់របស់គាត់គឺគាត់តែងតែច្រៀងរហូតដល់ពេលដែលគាត់ចូលបន្ទប់ទឹកហើយបងប្អូនដល់គ្នាអ្នកណាពេលដែលចូលចិត្តច្រៀងនៅក្នុងនៅពេលដែលយើងមុជទឹកណាអញ្ចឹងយើងឃើញបងស្រីរបស់គាត់បានថតហើយគាត់បានកំពុងតែបើកបរនោះគាត់ក៏បានចាក់តន្ត្រីស្ដាប់ចាក់មកគឺជាសំឡេងរបស់ Becky អញ្ចឹង Becky គាត់មានអារម្មណ៍ថាខ្មាស់អៀនមែនតើនឹកស្មានថាបងស្រីរបស់គាត់បានចាក់ចម្រៀងដែលគាត់បានច្រៀងនៅពេលដែលគាត់មុជទឹកនោះទេអញ្ចឹងនេះគឺជាភាពអាម៉ាស់មួយដែរអូខេយើងមើលទី3គឺAlex បាទ Alex បាទ I fell asleep in math class once បាទ once នេះមិនមែនមួយទេឬក៏ម្ដងយើងប្រែថាម្ដងណាអញ្ចឹងខ្ញុំមានអារម្មណ៍ថាងុយគេហើយខ្ញុំចាប់ដើមគេឬក៏គេលក់មួយសបកមួយផ្លេតនៅក្នុងថ្នាក់គណិតវិទ្យានៅពេលមួយហ
I close my eyes for a second ខ្ញុំបានបិទភ្នែករបស់ខ្ញុំមួយផ្លែត a second មានន័យថាមួយផ្លែតបាទ and the thing I remember is my teacher voice បន្ទាប់មកអ្វីដែលខ្ញុំបានចងចាំនោះគឺខ្ញុំចងចាំអំពីសំឡេងរបស់គ្រូរបស់ខ្ញុំបាទ He was asking me a question គាត់បានសួរខ្ញុំនៅពេលដេកគាត់បានសួរខ្ញុំអំពីសំណួរមួយ When I didn't answer នៅពេលដែលខ្ញុំមិនបានឆ្លើយ He walked over to my desk ហើយគាត់ក៏មិនដែរគាត់គឺបានដើរមកតុរបស់ខ្ញុំ He asked the question again ហើយគាត់ក៏បានសួរខ្ញុំម្ដងទៀតអញ្ចឹងយើងឃើញ Alex ភាពអាម៉ាស់របស់គាត់នោះគឺនៅក្នុងថ្នាក់គណិតវិទ្យាហើយគាត់បានមួយគេងបាទនៅក្នុងថ្នាក់រៀនតែម្ដងនៅពេលរៀនអញ្ចឹងគ្រូរបស់គាត់សួរសំណួរទៅគាត់អត់អាចឆ្លើយបានទេព្រោះគាត់អត់មានអារម្មណ៍ក្នុងការស្ដាប់សំណួរព្រោះគាត់គេងលក់បាត់ទៅហើយមែនទេហើយចុះបងប្អូនដល់គ្នាធ្លាប់គេងនៅម៉ោងសិក្សាអត់អញ្ចឹងមកគេងយើងកុំគេងទៀតណាកុំឲ្យមានភាពអាម៉ាស់ដូចជា Alex អីបាទអូខេទី4គឺ Anita My friend's parents has a birthday party for her at their new house last year អញ្ចឹងយើងមើល Anita វិញគាត់មិនដែរបាទឪពុកម្ដាយរបស់មិត្តភក្តិគាត់ហ្នឹងគឺបានរៀបចំពិធីជប់លៀងខួបកំណើតមួយសម្រាប់មិត្តភក្តិមានន័យថាសម្រាប់មិត្តភក្តិគាត់ហ្នឹងបាទ her នេះគឺសំដៅទៅលើមិត្តភក្តិរបស់ Anita នឹងឯងនៅឯផ្ទះថ្មីកាលពីឆ្នាំមុនអញ្ចឹងរឿងនេះកាលពីឆ្នាំមុនបាទរឿងឆ្នាំមុនតាំងពីបោះពុំសភៅណាមិនមែនឆ្នាំមុនកាលពីឆ្នាំ2024នេះទេអញ្ចឹងបាទ They had these glass doors that went out to the backyard អញ្ចឹងហើយផ្ទះនោះគឺវាមានទ្វារកញ្ចក់បាទទ្វារកញ្ចក់ដែលសម្រាប់ចេញទៅទីធ្លាខាងក្រៅ went out ចេញទៅទីធ្លាខាងក្រៅ backyard ហ្នឹងគឺទីធ្លាខាងក្រៅបាទ We were all outside បាទហើយយើងទាំងអស់គ្នាគឺនៅឯខាងក្រៅ and I had to use the restroom ហើយខ្ញុំត្រូវការ had to មកពីពាក្យថា have to had to use the restroom ហើយខ្ញុំត្រូវការប្រើបន្ទប់ទឹក so I was running to the house and then bum បាទអញ្ចឹងគាត់ថាហើយដូចហើយខ្ញុំក៏បានរត់ទៅឯក្នុងផ្ទះបន្ទាប់មកឮសូរសលេង bum បាទបាំងនេះមានន័យថាសលេងដែលយើងបុកព្រោះទៅបុកជាងបុកកញ្ចក់ឬក៏បុកអីមួយហ្នឹងបាទ I hit the glass door បាទខ្ញុំបានបុកទ្វារកញ្ចក់ I was really confused for a minute បាទខ្ញុំចាប់ដើមគេមានអារម្មណ៍ថាភ័ន្តភាំងស្មារតីមកភ្លើពេលដែលបុកភ្លាមយើងធម្មតាបុកផាំងទៅឈឺយើងភាំងស្មារតីយើងវិលអីចឹងទៅបាទមួយសន្ទុះបាទ 4 minutes មួយសន្ទុះបាទ I thought they were open ហើយAnita គាត់គិតថាខ្ញុំគិតថាទ្វារទាំងអស់នោះគឺបើក but they were closed ប៉ុន្តែទ្វារទាំងអស់ហ្នឹងគឺបិទនោះទេអញ្ចឹងយើងឃើញពីភាពអាម៉ាស់របស់ Anita បាទនៅក្នុងកម្មវិធី birthday របស់មិត្តភក្តិរបស់គាត់ហើយតេតងជាមួយនឹងគាត់រត់ទៅបុកទ្វារកញ្ចក់ដែលគាត់គិតថាទ្វារនោះបើកប៉ុន្តែជាក់ស្ដែងទ្វារនោះបាទអញ្ចឹងបងប្អូនទាំងគ្នាដូចគ្នាត្រូវប្រុងប្រយ័ត្ននៅពេលដែលយើងទៅណាទៅផ្សារឬក៏ទៅអីដែលគេប្រើប្រាស់ទ្វារកញ្ចក់យើងត្រូវប្រយ័ត្នប្រយែងគណិតឲ្យបានច្បាស់ខ្លាចយើងដើរទៅបុកជាមួយនឹងទ្វារកញ្ចក់ដូច Anita ដែរអូខេតោះយើងមើលចុងក្រោយគឺ event When I was in middle school នៅពេលដែលខ្ញុំរៀននៅមធ្យមសិក្សា I bought this cool new sweater បាទអញ្ចឹង sweater គឺអាវក្រៅដែលមានមួកអាវយើងពាក់ក្រៅអាវយឺតយើងពាក់ក្រៅហើយមានមួកបាទអញ្ចឹងនៅពេលដែលខ្ញុំរៀននៅមធ្យមសិក្សាបាទខ្ញុំបានទិញ bought នេះមកពីពាក្យថា buy ខ្ញុំបានទិញអាវក្រៅថ្មីមួយដែលល្អមែនតើ this cool នឹងមានន័យថាវា like very good វាល្អមែនតើមានន័យថាឬក៏ជាទីស្រឡាញ់គាត់ចិត្តមែនតើណាបាទ I wear it to a school dance the next evening
and everyone laughs at me when I came in អញ្ចឹង word នេះមកពីថា wear ពាក់បាទអញ្ចឹងខ្ញុំបានពាក់អា new sweater នោះទៅឯសាលារំបាទហើយនៅពេលល្ងាចបន្ទាប់ហ្នឹងបាទមានន័យថាគាត់បានពាក់អាវដែលគាត់ទិញហ្នឹងនៅបន្ទាប់មានន័យថានៅពេលល្ងាចបាទអញ្ចឹងគាត់ប្រហែលជាគាត់ទិញពីព្រឹកអីយ៉ាងទៅពេលល្ងាចហ្នឹងគាត់ក៏បានពាក់ទៅសាលារំរបស់គាត់ហ្នឹងហើយមនុស្សគ្រប់គ្នាបានសើចគាត់មានន័យថាបានសើច event បាទនៅពេលដែល event ហ្នឹងចូលទៅក្នុងថ្នាក់ណា The sweater was inside out ចឹងនិយាយថាអាវក្រៅរបស់គាត់ហ្នឹងគឺគាត់ពាក់ខាងខុសបាទមានន័យថាអាវហ្នឹងគឺវាអាខាងក្នុងវាចេញមកក្រៅដូចយើងពាក់អាវត្រឡប់អញ្ចឹងណានេះអាវដូចកគ្រូយើងពាក់អាវខាងក្រៅប៉ុន្តែបើយើងត្រឡប់អាធ្នេវាចេញមកក្រៅមានន័យថាយើងពាក់អាវខាងខុសអញ្ចឹងនៅកន្លែងនេះមានន័យថាម៉េចអាន័យការហ្នឹងគឺអាវរបស់គាត់ហ្នឹងគឺអាខាងក្នុងវាចេញមកក្រៅ inside out បាទ so I went into the restroom to change and came back out បាទអញ្ចឹងដូច្នេះEvan ហ្នឹងគាត់ក៏បានទៅបន្ទប់ទឹកបាទ restroom ហ្នឹងគឺបន្ទប់ទឹកបាទដើម្បីផ្លាស់ប្ដូរមានន័យថាប្ដូរអាពីខាងខុសហ្នឹងត្រឡប់មកវាខាងត្រូវវិញ and came back out ហើយក៏បានត្រឡប់មកវិញម្ដងទៀតមានន័យថាគាត់ចេញមកវិញណាគាត់ទៅបន្ទប់ទឹកហើយគាត់ផ្លាស់ប្ដូរហើយគាត់ត្រឡប់មកវិញ everyone laughs at me again ហើយប៉ុន្តែអ្នកទាំងអស់គ្នានៅក្នុងថ្នាក់ហ្នឹងគេនៅតែសើចគាត់ដដែលបាទគេនៅតែសើចគាត់ដដែលទៀតហើយគេទាន់បាត់អស់សំណើចទេគេនៅនឹកឃើញអំពីរឿងរ៉ាវមិនគួរណាគាត់ពាក់អាវនឹងខាងខុសអីចឹងណាបាទអញ្ចឹងយើងមើល event គឺភាពអាម៉ាស់របស់គាត់គឺដោយសារគាត់ទិញអាវថ្មីមួយដ៏ស្អាតតែគាត់ប្រហែលជារំភើបពេកគាត់ផ្លិចគាត់ពាក់អាវហ្នឹងអាខាងក្នុងចេញមកក្រៅខាងក្រៅចូលទៅក្នុងអញ្ចឹងមានន័យថាយើងពាក់អាវខាងខុសបាទអញ្ចឹងធ្វើឲ្យគាត់មានភាពអាម៉ាស់នៅសាលារំរបស់គាត់បាទអញ្ចឹងអរគុណច្រើនហើយលោកគ្រូមានតែប៉ុណ្ណឹងសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាបងប្អូនទាំងគ្នានឹងអាចយល់អំពីអត្ថបទរបស់យើងទាក់ទងជាមួយនឹងhow embrace បាទមានន័យថារបៀបដែលឬក៏លក្ខណៈក្នុងការដែលមានភាពអាម៉ាស់បាទអញ្ចឹងមនុស្សម្នាក់មានភាពអាម៉ាស់ផ្សេងគ្នាសូម្បីតែលោកគ្រូក៏ធ្លាប់មានភាពអាម៉ាស់ដែរនៅពេលរៀនអញ្ចឹងតែធ្លាប់គេងលក់នៅម៉ោងសិក្សាដែរអញ្ចឹងអរគុណច្រើនហើយសូមព្រះបាទប្រទានពរបងប្អូនទាំងគ្នាអរគុណច្រើន